มีเรื่องชีวิตแต่យើងអាចរៀនសូត្របានពីបន្ទប់គេងនាឡិកាព្យួរជញ្ជាំងបានបង្រៀនយើងថាគ្រប់នាទីគឺសុទ្ធតែមានតម្លៃដូច្នេះហើយយើងត្រូវប្រើវាឲ្យបានល្អប្រតិទិនបានបង្រៀនយើងថាពេលវេលាដែលលឿនណាស់ពីមួយឆ្នាំទៅមួយឆ្នាំដូច្នេះហើយយើងត្រូវចេះបត់បែននិងដើរឲ្យទាន់សម័យកាលកង្ហាលបានបង្រៀនយើងថាត្រូវមានចិត្តត្រជាក់កុំធ្វើឲ្យចិត្តស្មុគស្មាញខ្លាំងពេកអំពូភ្លើងបានបង្រៀនយើងថាត្រូវចេះបំភ្លឺអ្នកដទៃក្នុងពេលដែលនរណាម្នាក់កំពុងនៅទីងងឹតកញ្ចក់បានបង្រៀនយើងថាតែយើងជានរណាមុនសម្រាប់ចិត្តធ្វើអ្វីមួយត្រូវគិតពីផលត្រឡប់មកវិញពីដានបន្ទប់បានបង្រៀនយើងថាយើងមានតម្លៃខ្ពស់ណាស់កុំទៅខ្វល់ខ្វាយច្រើនពេកចំពោះអ្នកដែលមិនឃើញពីតម្លៃនៅថ្ងៃណាមួយនឹងមាននរណាម្នាក់មើលឃើញពីតម្លៃរបស់យើងទ្វារបន្ទប់បានបង្រៀនយើងថាខំប្រឹងបន្តិចទៅតស៊ូបន្តិចទៅហើយអត់ធ្មត់បន្តិចទៅដើម្បីសម្រេចគោលដៅក្នុងជីវិតបង្អួចបន្ទប់បានបង្រៀនយើងថាត្រូវចេះសម្លឹងមើលទៅខាងក្រៅឲ្យបានវែងឆ្ងាយខ្នើយកោយបានបង្រៀនយើងថាត្រូវធ្វើជាទីពំនាក់នៅពេលដែលម្នាក់កំពុងហត់នឿយផ្លូវចិត្តភួយបានបង្រៀនយើងថាត្រូវចេះផ្ដល់ភាពកក់ក្ដៅដល់អ្នកដទៃពូកបានបង្រៀនយើងថាត្រូវចេះបន្ទន់បន្ទាបខ្លួនតាមកលៈទេសៈកុំមានអំណួតលើខ្លួនឯងពេកក្រែបានបង្រៀនយើងថានៅពេលដែលធ្វើអ្វីមួយហើយវាធ្វើឲ្យយើងហត់នឿយខ្លាំងពេកសម្រាប់បន្តិចសិនទៅវាងននបានបង្រៀនយើងថារឿងខ្លះមិនគួរបង្ហាញដល់អ្នកដទៃច្រើនពេកនោះទេរូបគំនូរបន្ទប់បានបង្រៀនយើងថាក្តីសង្ឃឹមមិនងាយផុតរលត់ឡើយដរាបណាយើងនៅមានដង្ហើមដកការជប់បន្ទប់ទឹកបានបង្រៀនយើងថាប្រសិនបើរឿងខ្លះវាមិនមានផលវិជ្ជមានវាកាន់តែធ្វើឲ្យយើងស្មុគស្មាញក្នុងជីវិតយើងគួរតែលាងចម្រះចេញពីជីវិតខ្លះសោទីបន្ទប់បានបង្រៀនយើងថាត្រូវតែរក្សាជំនឿចិត្តនៅក្នុងជីវិតកុំឲ្យបាត់បង់បន្ទប់បានបង្រៀនយើងថាត្រូវចេះថែរក្សានិងឲ្យតម្លៃមនុស្សល្អៗនៅក្នុងជីវិត